Hello សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសង្ខេបបាយចម្បាំងរបស់យើងម្ដងទៀតហើយដោយសារតែគ្មានវីដេអូចេញខ្ញុំដឹងថាធ្វើវីដេអូអីឥឡូវយើងមកមើលការប្រយុទ្ធគ្នារវាងឡជាមួយនឹង Black Bear ទៅម្ដងការចម្បាំងរបស់យើងមកយើងនឹងមើលថាគាត់នឹងគឺសង្ហាបបិនពរបឡងគឺវាប្រហាត្រូវសេះធ្វើឲ្យសេះនឹងក្តាច់ជាពីកុំតា Black Bear អាថ្មីឃុំនឹងគឺវាមិនអីនោះទេគ្រាន់តែវានឹងធ្លាក់មកតាមខ្សែរបស់វានឹងឯងគណៈពេលដែលវាកំពុងធ្លាក់ទៅលើមេវាបាននិយាយថានេះគឺមិនជាអ្វីដែលវាបាននិយាយនោះទេហើយអ្វីបានគាត់គឺអាចធ្វើបាននិយាយរួមទៅវាសំដៅទៅកាន់ឡោះហើយបែឡោះបានខ្លាំងយ៉ាងនេះហើយវាក៏បាននិយាយតទៀតថាតើនេះគឺជាតិចនៃដែលអ្វីខិនផ្លែឈើមែនទេហើយយើងក៏មើលខាងឡោវិញកូនចៅរបស់ឡោក៏បានសរសើរទៅកាន់ឡោថាអីពូវាបានធ្លាក់មកហើយឡោក៏បាននិយាយថាវាមិនតន់ចប់នៅឡើយនោះទេឥឡូវយើងក៏មើលខាងឪពុកមាត់ប៉ោះខ្មៅឬក៏អាថ្មីកោវាកំពុងតែធ្លាក់ពីលើមេវាធ្វើជាភ័យតែពិតវាប្រែងនោះទេវាក៏បានឌៀមតាមទៅកាន់ថាឯងនឹងគឺជារ៉ៃខ្លាំងមែនទេធ្វើឲ្យយើងគឺធ្លាក់ហើយមិនចាំយូរយើងបានឃើញថាអាថ្មីកោនោះវាបានប្រាជាមួយនឹងតិចនិចមួយដែលមានឈ្មោះថា Tremorgrass បន្ទាប់មកបានធ្វើការវាប្រហារទៅកាន់ពពកឬក៏មិនដឹងឥឡូវយើងក៏បានឃើញថាថាពរបស់ Black Bear ក៏បានធ្វើការវាប្រហារមកកាន់កោនោះគឺពិតជាខ្លាំងមែនទេដោយថាពនោះគឺខ្ញុំដឹងថាវាប្រហារស្អីនោះទេប៉ុន្តែគឺមានសម្ពាធមកវាប្រហារឡខ្លាំងមែនទេយើងក៏មើលខាងឡជាមួយនឹងកូនចៅឥឡូវគឺពិតជាទ្រន់ទ្រាយខ្លាំងមែនទេដោយថាពរបស់ Black Bear តែមិនបន្តិចសោះយើងក៏បានឃើញថាកោះទាំងមូលនោះវាធ្វើស្ទើរតែខ្ទេចខ្ទីអស់បាត់ទៅហើយឥឡូវយើងមកមើលជាមួយនឹងអត្តពលថាពរបស់ Black Bear ពុតជាសាហាវខ្លាំងមែនទេហើយមានថាពខ្លាំងណាស់តែមួយនោះវាមានហាគីក៏រើហាគីអត់ដែរខ្ញុំមិនដឹងដែរដោយសារតែខ្ញុំមិនដែលសូវស្រាវជ្រាវពី Black Bear នោះផងដោយសារខ្ញុំស្អប់អានេះចង្អល់ហើយឥឡូវយើងក៏មើលខាងឡគ្រាន់តែម្ដាយរបស់ Black Bear សោះធ្វើគាត់នឹងគឺវាបាក់កងងាប់បាត់ទៅហើយគាត់ក៏បាននិយាយថាតែមួយនឹងវាជាបីសាច់មែនហើយវាខ្លាំងយ៉ាងនេះហើយកូនចៅរបស់ឡយើងក៏បានឃើញថាគឺក្រាបរៀបដូចកទេបាត់ទៅហើយជាមួយនឹងថាពដ៏ខ្លាំងបែបនេះគ្មានណាគេនឹងគឺហ៊ានងើបមកតទល់នោះទេយើងក៏បានឃើញថា Black Bear ពិតជាមានមោទនភាពជាមួយនឹងថាពរបស់គាត់ខ្លាំងមែនទេហើយយើងកាត់មកមើលខាងចោអាចារ្យ3 4នាក់ហ្នឹងគឺកំពុងធ្លាក់ទៅក្រោមនឹងឯងហើយបែបម្នាក់នេះពិតជាមានការឆ្ងល់ខ្លាំងនិងភ័យខ្លាចជាខ្លាំងដោយសារតែអាសេសនេះគឺដាច់ខ្លួនជាពីរអត់ងាប់ទៀតបន្ទាប់មកបែបនេះវាភ័យខ្លាំងពេកវាក៏បានដកផ្លែ Apple ទៅលាក់ទៅខាងក្រោមមិនដឹងថាវាមានបំណងធ្វើអ្វីនោះទេយើងឃើញថាផ្លែ Apple ហ្នឹងគឺមិនដឹងថាវាមានឥទ្ធិពលយ៉ាងណានោះទេគណៈពេលដែលផ្លែ Apple ហ្នឹងទៅលាក់មកក្រោមកូនចៅរបស់លោកក៏បានសម្លឹងមើលហើយបានប្រាប់គ្នាថាតើផ្លែ Apple ហ្នឹងគឺជាផ្លែអ្វីតើវាជាផ្លែប្រភេទផ្ទុះទេដឹងបន្ទាប់មកក៏នាំគ្នារត់ចែកជើងគ្នាព្រាតអ្នកខ្លះក៏ដាក់មេប្រូយទៅអ្នកខ្លះក៏បានរត់ចូលក្នុងទឹកដើម្បីស្រូបទឹកហ្នឹងដើម្បីធ្វើការវាប្រហារទៅកាន់អាផ្លែ Apple ដែលមានផ្ទុះនឹងឯងមកក៏បានឃើញអាប៉ែនេះក៏បានស្រូបទឹកចូលក្នុងពោះគាត់ជាច្រើនបន្ទាប់មកកូនចៅរបស់លោកក៏នាំគ្នាដាក់មេប្រូចអស់បាត់ទៅហើយអាប៉ែនេះក៏បានងើបមកក៏បានយកទឹកហ្នឹងដើម្បីបាញ់ប្រហារទៅកាន់អាផ្លែ Apple ដែលមានផ្ទុះនឹងឯងហើយក៏បានឃើញថាផ្លែ Apple ហ្នឹងវាពិតជាផ្ទុះមែនតែនហើយថាអាប៉លការផ្ទុះហ្នឹងវាពិតជាខ្លាំងផងដែរយើងឃើញថាគឺរំជួយពេញទៅនឹងឯងងល់តែដាក់ Apple មកគេដឹងទៅដល់ដាក់រូបគ្រាប់បាយប្រោយទៅចាំដាក់ Apple មកធ្វើអីអត់យល់ប្រោយអូខេហ្នឹងហើយខ្ញុំសូមបញ្ចប់វីដេអូតែព្រឹមហ្នឹងសិនបើសិនអ្នកនរគ្នាចូលចិត្តខ្ញុំនឹងចេញឲ្យលឿនតាមតែខ្ញុំអាចធ្វើទៅបានហើយខ្ញុំក៏មានកម្រងថាចង់ធ្វើវីដេអូទាក់ទងជាមួយនឹង game ចម្លែកយកមក reaction ឲ្យអ្នកនរគ្នាមើលបើសិនអ្នកនរគ្នាចង់មើលខ្ញុំនឹងធ្វើអូខេសម្រាប់បងណាមកថ្មីកុំភ្លេចណាជួយចុច subscribe ឬ comment លេខខាងក្រោមបានដូចជាកំសាន្តជាមួយនឹងខ្ញុំផងដែរដោយសារតែខ្ញុំតិចទៀតទៅតប